អុកសុកដឹងទៅណាអុកសុកដឹងធ្វើអីថ្ងៃនេះខ្ញុំគឹមជីនឹងនាំអ្នកទាំងអស់គ្នាមកសាកល្បងធីបមូសក់ដល់អត់ប្រើម៉ាស៊ីនមូសក់ឯងអ្នកទាំងអស់គ្នាស្ដាប់អត់ច្រឡំទេគឺយើងអត់ប្រើម៉ាស៊ីនមួយនេះទេខ្ញុំបានឃើញវីដេអូបងស្រីមួយហ្នឹងគាត់គ្រាន់តែយកសក់ឲ្យមូបែបនេះហើយភ្លុំ spray របស់យើងណា spray បាញ់រហឹងហ្នឹងហើយតោះរៀងស្រួលទៅប្លែកមកវិញគឺសក់យើងដូចប្រើម៉ាស៊ីនមូសក់ចឹងចង់ដឹងថាធីបមួយនេះពិតជាធ្វើទៅបានផលមែនអត់ណាតោះទៅសាកល្បងជាមួយខ្ញុំទាំងអស់គ្នាហើយសម្ភារៈដែលយើងត្រូវប្រើប្រាស់នោះគឺមាន spray បាញ់សក់กระดาษទុកបក់សក់យើងឲ្យស្ងួតពេលនេះយើងដឹងថាសម្ភារៈរបស់យើងគឺមានអីគេខ្លះហើយត្រូវអត់តោះខ្ញុំចង់ចាប់ដើមបង្ហាញអ្នកនរគ្នាថាធ្វើអីបន្តទៀតយើងមូសក់យើងចេះយើងមូឲ្យតឹងចឹងមកយើងបាញ់ spray យើងបាញ់ spray ហើយអញ្ចឹងយើងចាប់ដើមយកกระดาษយើងនេះមកយើងមកបក់ឲ្យវាឆាប់ស្ងួតបើសិនជាអ្នកនរគ្នាអត់ចង់យូរដូចខ្ញុំទេបក់กระดาษវាយូរអាចណាគេទៅឈរមុខទៅហាឲ្យឆាប់លឿនក៏បានដែរអូខេខ្ញុំបក់ប្រហែលជា 4-5 នាទីដែរខ្ញុំគិតថាសក់ខ្ញុំប៉ុណ្ណឹងវាប្រហែលជារៀងស្ងួតហើយអញ្ចឹងយើងចាំមើលលទ្ធផលទាំងអស់គ្នាថាពេលដែលខ្ញុំប្រឡែងដៃទៅចេញរៀងមូអត់1 2 3អូខេប្រឡែងហើយខ្ញុំគិតថាវារៀងមូដែរតែវាមូតិចអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំគិតថាប្រហែលជាខ្ញុំចាប់សក់ខ្ញុំរៀងច្រើនពេកហើយខ្ញុំមូហ្នឹងណាតែឥឡូវខ្ញុំគិតថាខ្ញុំចង់សាកតិចនិចមួយទៀតកន្លងថានេះខ្ញុំយកសក់ច្រើនពេកចេញខ្ញុំសាកសក់ខាងនេះម្ដងតែខ្ញុំអត់យកមកក្តាប់ធំដូចបែបនេះទេខ្ញុំចាប់តែសក់ខ្ញុំតាប៉ុណ្នេះទេសាក់ទួចម្ដងថាតាប៉ុណ្្នឹងហើយវាអត់នៅតែអត់ចប់ទៀតឬក៏យ៉ាងម៉េចអូខេអញ្ចឹងខ្ញុំមូហើយអញ្ចឹងខ្ញុំចាប់ដើមបាញ់ spray ម្ដងទៀតអូខេចាប់ដើមបក់ឲ្យស្ងួតប្រហែលជា5នាទីដែរហើយខ្ញុំសាកស្ទាបមើលសិនអូខេរៀងហឹងហើយស្ងួតហើយ1 2 3អូចាសក់ឃើញមូស្អាតបែបនេះគឺនាងខ្ញុំមិញគឺរត់ទៅមូសក់ទេចាគឺមិនមែនដោយសារធីបអីគេបាញ់ spray ទៅសក់មូស្អាតបែបនេះណាកុំច្រឡំអញ្ចឹងចាខ្ញុំនេះទៅមូសក់មិញមិនបានអញ្ចឹងខ្ញុំអត់ណែនាំឲ្យអ្នកនរគ្នាធ្វើធីបមួយនេះទេគឺធីបមួយនេះគឺធ្វើអត់បានជោគជ័យទេអូខេជាចុងក្រោយបើសិនជាអ្នកនរគ្នាអុកសុកកុំភ្លេចមើលកម្មវិធីអុកសុកផងណាជួយជាមួយខ្ញុំគឹមជីនៅវីដេអូក្រោយបាយបាយ